សួស្តីអ្នកគ្នាខ្ញុំរុស៊ីកាមីថ្ងៃនេះខ្ញុំមានសេចក្ដីមកបន្តទៀតហើយនៅមានចំណងជើងថាខ្ញុំឆ្លាញ់អ្នកយូរហើយអញ្ចឹងកុំឲ្យក្រសាំទៅបាយឡប់ជូមិនចូលដល់សេចក្ដីមកយើងក៏ពេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងណាអញ្ចឹងកុំឲ្យស្ដាប់បាយឡប់ជូជួយរឿងយើងទាំងអស់គ្នាសេចក្ដីមកយើងគឺមិនបានរៀនសូត្រអីទេកាត់កន្លែងតួប្រុសរបស់យើងលេងជាមួយចែកសក់ខ្លាំងរបស់យើងអីចឹងទៅលបែងពួកគាត់នឹងមានអីញញបាក់យល់ទេគឺលបែងលេងប៊ីហើយចាគាត់ប្រុសខ្ញុំក៏ប៉ុណ្្នឹងឯងចាគ្មានចែកសក់ទេចែកលេងប៊ី Justin របស់យើងក៏បាននិយាយថាដល់ពេលកំណត់នៃឈ្នេះហើយបង្ហាញប៊ីរបស់អ្នកមកចែកនឹងក៏បាននិយាយថានិយាយត្រង់ទៅណាលេងលបែងដល់ស្លីមពេកឯនឹងគូអសរនៅលើមុខមើលទៅវាទន់ខ្សោយពេកហើយក៏ការវិន័យមិនសមដែរអញ្ចឹងលេងអ្វីទៅធំជាងនឹងទៅត្រង់តែនឹងចែករបស់យើងចង់មានន័យថាលេងលបែងអីធ្ងន់ធ្ងរជាងនឹងអីចឹងទៅណា Justin របស់យើងក៏បានឆ្ងល់ធំជាងនេះនោះគឺជាអ្វីទៅចែកនឹងក៏បានអ្នកលេខខណ្ឌថាបើសិនជាខ្ញុំចាញ់ខ្ញុំនឹងដើរជុំវិញជ្រុងរបៀបនេះដែរមានតែខោត្រណប់តែប៉ុណ្ណោះចង់មានន័យថាដើរជុំវិញជ្រុងតុកជុំវិញនេះអីចឹងទៅស្លៀកតែខោក្នុងអីចឹងទៅណាហើយកូននឹងឃើញតែគេនិយាយចឹងអីនិយាយថាអារម្មណ៍នឹងគិតដល់ណាស់ណាចាក់ស្លីនមកយើងក៏បានគិតទៅវិញថាចេះខោត្រណប់មានតែខោត្រណប់ហើយក៏បាននិយាយតបជាមួយចែនឹងទាំងស្ទាក់ស្ទើរអីចឹងថាបន្ទាប់មកបើសិនជាខ្ញុំចាញ់ខ្ញុំនឹងថើបអ្នកណាដែលថាដើរចូលបន្ទប់នេះមុនគេហើយនឹងបន្តនិយាយតទៀតថាចូលមកក្នុងបន្ទប់នេះរយៈពេល30វិនាទីចែនឹងក៏បានតបទៅវិញថានេះហើយជាកិច្ចព្រមព្រៀងនៅពេលនេះចែរបស់យើងក៏បាននិយាយថាបង្ហាញបៀសលើរបស់អ្នកមកនៅពេលបង្ហាញហើយចែរបស់យើងគឺសប្បាយចិត្តខ្លាំងមែនទែនចាយេខ្ញុំឈ្នះហើយស្រែកខ្លាំងចឹងហ្មងចាខ្ញុំអត់ចេះស្រែកទេមិននិយាយចឹងឯងខ្ញុំ Justin មកយើងក៏ឃើញចឹងអូទេមិនពិតទេចាពេលមិនពិតទេនឹងខ្ញុំចាញ់ប៉ុណ្ណេះទេចាក៏ប្រកាន់ខ្ញុំអីចាខណៈពេលនឹងដែរមានសិស្សពីរនេះចូលមកក្នុងបន្ទប់នឹងជាសិស្សស្រីម្នាក់អានឹងតួឯស្រីរបស់យើងនឹងឯងតួឯស្រីរបស់យើងក៏ឃើញចឹងក៏ឆ្ងល់ហើយក៏បានសួរទៅគេថាតើអ្នកនៅតែលេងបៀនឹងទៀតមែនទេអ្នកលេងបៀកិច្ចរបស់អ្នកសំបីតែត្រូវបានជំរុញឲ្យយើងឃើញប៉ុណ្ណឹងភ្លាមចែរបស់យើងអត់មានទុកចាំយូរចាំស្អែកអីទេចាក៏បាននិយាយប្រាប់ទៅតួប្រុសរបស់យើងថា Justin ណាពួកគេទាំងពីរនេះបានចូលមកព្រមគ្នាខ្ញុំអាចគិតថាអញអាចជ្រើសយកមួយបានណាឬតែចាំភ្លាម Justin មកយើងមុខស្លេកបដ ாய் ហើយក៏បាននិយាយថាជំរើសJustin មកយើងក៏និយាយតទៀតវិញថាអ្វីក៏ដោយខ្ញុំត្រូវតែជ្រើសរើសមួយហើយមានហក់ទៅរកតាណាទេពណ៌ស្រឡាញ់កូនស្រីរបស់ខ្ញុំស្រាប់ផងហេទៅរកកូនស្រីរបស់ខ្ញុំនឹងឯងចាបាច់គិតទៅច្រើនទេកូនស្រីរបស់ខ្ញុំមានដឹងស្អីគេហក់មកលើបដ ாய் ឬក៏បាននិយាយថាអ្វីហាស្អីគេហ្នឹងមានន័យតទៅមុខទៀតមានតួស្រីរបស់យើងស្រែកចាយពេញសាលានឹងឯងចាបើគេហក់ថប់ជងមូលឲ្យបំស្រែកបានចម្លែកហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ទៅត្រឹមនឹងដែរចាសូមជួបគ្នានៅវីដេអូក្រោយណាចាបាយឈប់សិនកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យ comment ឲ្យអត់មានម្នាក់មួយផងណាបាយអរគុណច្រើនណាស់ចា